វីដេអូនេះបង្ហាញពីសកម្មភាពការបូមទឹកក្រោមដីតាមរយៈសូឡាហ្នឹងហើយតាមតំបន់ខ្លះអត់មានទឹកបូមទេទោះបីជីកទៅដល់ក្រោមជំរឿនណាក៏ដោយបានតែចេញតិចប៉ុន្តែនៅខាងក្ដុលតាហែននេះល្អគេថាល្អទឹកចេញច្រើនចេញមកទៅយោប៉ុណ្នេះពេចបឹបមើលតែថ្ងៃអត់ទាន់ក្តៅប្រហែលហ្នឹងសម្រងថ្ងៃថ្ងៃក្តៅខ្លាំងដឹងចេញបណ្ណាទៅល្អមែនទែនសម្រាប់ដំណាំត្រូវការទឹកបែបនេះឯងដើម្បីរស់ហើយបើយើងងាកមកមើលខាងនេះវិញគឺទាំងសូឡាដាក់ហើយគួរខៀវហ្នឹងអាហ្នឹងទៅយោដងទីតាំងដងសូឡាដាក់10ផ្ទាំងបាទ10ផ្ទាំងឃើញថាចេញល្អមែនទែនប៉ុន្តែមិនដឹងតម្លៃប្រហែលនៅខាងក្ដុលនេះដល់តាហែនណយផលច្រើនពាក់ព័ន្ធទៅនឹងការជីកដងប៉ុន្តែមិនសូវមានប្រជាពលរដ្ឋគាត់នេះទេអត់សូវមានប្រជាពលរដ្ឋគាត់ដាំដំណាំនឹងល្មិចហើយជាអត់សូវមានទីផ្សារឬក៏មិនដឹងដែរ